យើងសិក្សានៅមេរៀនបន្តគឺរបៀបបង្កើតនៅ database ដើម្បីអ្នកនរគ្នាcreate design នៅ format category នេះបាទមានន័យថាយើងមានបង្កើតហ្នឹងគឺមាន text box មានប៊ូតុងប៉ុន្តែតម្រូវឲ្យអ្នកនរគ្នាadd ចូលទៅក្នុង database ប៉ុន្តែយើងត្រូវតែមាន table បាទតែមាន field ដើម្បីអ្នកនរគ្នាទៅ say add ចូលទៅប៉ុន្តែតបមកគឺអ្នកនរគ្នាត្រូវបង្កើត database មុនសិនអញ្ចឹងអ្នកនរគ្នាចូលទៅក្នុង SQL អ្នកនរគ្នា connect អានេះគឺវាចាប់ auto បន្តិចទេគឺវាចាប់ពី server name របស់យើងបាទបន្តមកគឺនេះគឺជា database របស់យើងបាទនៅក្នុងនេះគឺខ្ញុំបង្កើត database ថ្មីបាទ right click លើហ្នឹងអ្នកនរបង្កើត database new database អ្នកនរដាក់ទៅជាខ្ញុំថាអ្នកនរខ្ញុំសេវក្នុង database មកឬក៏អ្នកនរដាក់នៅ database របស់គ្នាក្នុងអ្វីក៏បានដែរតែអ្នកនរគិតថាស្រួលចា៎អញ្ចឹងឲ្យយើងកូនអូខេអញ្ចឹងអូខេបាទបន្ទាប់ពីបានសក់ពីហ្នឹងគឺអ្នកនរគ្នាបាន database ហើយប៉ុន្តែអ្នកនរគ្នានៅមានអីគេនៅមាន table បាទ table ឧទាហរណ៍នេះគឺខ្ញុំបង្កើត table ឲ្យយើងចូលទៅក្នុងនោះហើយយើងពន្លាវាហើយអ្នកនរគ្នាចូល table ហើយ right click នៅលើ table យកពាក្យថា table វានឹងទីផ្ទាំងឲ្យអ្នកនរគ្នាដាក់នៅ field block column name ហើយនឹងបង្កើត type បាទនៅក្នុងនេះគឺខ្ញុំដាក់categories ID ខ្ញុំដាក់ឲ្យ integer បាទហើយបន្ទាប់ទៀតខ្ញុំដាក់ category name បាទហើយខ្ញុំដាក់គេជា Anvacha បាទហើយទៀតជា categories image បាទដល់នោះគឺយើង Anvacha 50ទៅបន្ទាប់មកគឺអ្នកនរគ្នា click នៅលើនេះគឺដើម្បីក្នុងគោលបំណងកុំឲ្យវាជាប់ key ID ទៅជាប់គ្នាហើយយើងនឹង set ឲ្យវា automatic ណាហើយ select នៅលើ key ហ្នឹងបាទ key ID ហ្នឹងហើយអ្នកនរគ្នាយកពាក្យថា identity specification ហើយយកពាក្យថា is identity ហើយអ្នកនរគ្នា double click លើវានឹងយកចាស់នេះលេខ1គឺវាឡើងមក1គឺវាអត់នេះគឺ automatic នឹង ID ហើយអ្នកនរគ្នាដាក់ table ស្មើvới TBL TBL នេះមានន័យថាមកពីពាក្យ table ចឹងមាន TBL category ចឹងអ្នកនរគ្នានឹងឈរនៅលើ table ហើយអ្នកនរគ្នា refresh ណាឲ្យវាលោតនៅ table នេះបាទបងនេះគឺមានអីខ្លះបាទយើង design មកអ្នកនរគ្នាអាចចូលមក view edit បាទនេះ column របស់យើងគឺយើងអាចចូលនេះបានទេព្រោះយើងឲ្យវា auto អញ្ចឹងគឺយើងចាប់តែ category name ហើយនឹង category image ប៉ុន្តែនៅក្នុងន័យនេះគឺខ្ញុំអត់ចង់បញ្ចូលនៅដោយដៃនេះទេគឺខ្ញុំត្រូវទៅបញ្ចូលនៅក្នុង database បាទអញ្ចឹងឥឡូវអ្នកនរគ្នាបានបាទមាន column មានន័យថានិយាយពី field គឺវាមាន3ហើយអញ្ចឹងអ្នកនរគ្នាអាចទៅសូវនៅក្នុង web របស់យើងវិញបាទអញ្ចឹងដំបូងឡើយគឺអ្នកនរគ្នាយើងមកចូលក្នុង web form ក្នុង Visual Studio យើងចូលនៅលើ add category web form អ្នកនរយកពាក្យថា design អូខេអញ្ចឹងអ្នកនរគ្នា enter វាចុះមកអ្នកនរគ្នាទៅយកអីគេអ្នកនរគ្នាទៅទីអ្នកនរគ្នាទៅ design នៃ table ជា HTML ទេគឺ table HTML អញ្ចឹងដាក់ insert មកបើឲ្យបន្តទៅនេះគឺជាបោះ HTML របស់យើង table របស់ HTML ប៉ុន្តែនៅក្នុងនោះគឺអ្នកនរគ្នាត្រូវ design អីគេគឺ category ID អូខេអ្នក
set categories name categories name ប្រភេទបន្តមកទៀតគឺអ្នកនរគ្នាយើងយក tool មកអ្នកនរគ្នាមាន tool នេះទេគឺអ្នកនរគ្នាទៅ view អ្នកនរគ្នាមកពីខាង toolbox នេះចឹងអ្នកនរគ្នាធ្វើលើហ្នឹងគឺមាន tool ស្រាប់ហើយនៅក្នុងនេះគឺគោលបំណងហ្នឹងគឺយក text box មកគូអញ្ចឹងនេះគឺជា text box 1 2 3ក៏ពីអ្នកនរគូ text box ហើយអ្នកនរទៅយកប៊ូតុងមកដើម្បីអ្នកនរចូលវាយើងទៅមើលនៅ cell ហើយអ្នកដាក់ cursor នេះដើម្បីយកប៊ូតុងវា1 2មានប៊ូតុង add ប៊ូតុង update delete search and clear តែ search ខ្ញុំសូម add នេះ table ក្នុង search គឺខ្ញុំសរសេរ design លើវាមកហើយខ្ញុំ add text box មួយដើម្បី search ហើយនៅប៊ូតុង search មួយអញ្ចឹងប៊ូតុងនេះខ្ញុំ add ហើយពីវាឡើងទៅលើមកអញ្ចឹងអញ្ចឹងមានន័យថាយើងចុច cell ហើយអ្នកនរទៅ view លើវាដើម្បីមើលទម្រង់វាថាវាពេញឬមិនបាទនេះគឺជាទម្រង់នៃ form add របស់យើងអញ្ចឹងអ្នកនរគ្នាយើងចូលមក design វាមកថែមទៀតដូច slide វាអានេះគឺឲ្យវារត់មកគៀកគ្នាអានេះគៀកប៉ុណ្ណេះអញ្ចឹងក្នុងនេះគឺខ្ញុំសរសេរ slide ក្នុង text box 2D សរសេរ text box style មកtext ខ្ញុំឲ្យវាគេទៅខាងស្ដាំអញ្ចឹងមានន័យថាតែទឹកហ្នឹងនៅកន្លែងនេះគឺវាមកខាងស្ដាំខាងវាហើយ pixel អាចចូល view មកប្រេះវាវាមកខាងស្ដាំហើយប៉ុន្តែយើង text box គឺឲ្យវាមកខាងឆ្វេងអញ្ចឹងអ្នកនរគ្នាអាឡែ text box នេះគឺអ្នកនរគ្នាមកខាងឆ្វេងមកវាខ្ញុំសេវអានេះធ្វើលឹកអត់អាចពីវាពីនឹងខាងអាឡែ text box ហើយខាងឆ្វេងCell អ្នកនរ refresh វាតែអញ្ចឹងវាមកនេះហើយអានេះគឺមកកណ្ដាលហើយវាកំត្រូវមកហើយប៉ុន្តែនៅពេលនេះគឺអ្នកនរយើងត្រូវអីគេដាក់ ID ដាក់ ID ឲ្យ text box ហើយនឹងប៊ូតុងដើម្បីងាយស្រួលយើងសរសេរគាត់នៅក្នុង code behind អញ្ចឹងអ្នកនរអាច design មកអ្នកនរនឹងចុចលើ text box នេះហើយអ្នកនរមើល property property នេះអត់មានទេអ្នកនរចូលទៅ view ហើយ scroll មកយកពាក្យថា property window ហើយវានឹងលោតមកលោតមកគឺអ្នកនរយើង select លើហ្នឹងវាចាប់ថានេះគឺជា TXT លេខ 4 អញ្ចឹងអ្នកនរចង់បាន TXT លេខដាក់ឈ្មោះឲ្យវាគឺក្នុងនេះគឺជាប៊ូតុង search អញ្ចឹងមានន័យថាពាក្យ TXT គឺមកពាក្យថា text box អញ្ចឹងខ្ញុំសម្គាល់ថា TXT search ហើយប៊ូតុងគឺប៊ូតុងសម្រាប់ search ដែរអញ្ចឹងប៊ូតុងគឺពាក្យថា BTN search តែនៅក្នុងនោះគឺមាន text មួយគឺសម្រាប់ឲ្យអ្នកនរចូលគឺអ្នកនរត្រូវសរសេរ label មកសរសេរប៊ូតុងគឺអត់ដឹងនៅទេយើង design ហ្នឹងគឺសម្រាប់វាអូខេបន្តមកទៀតគឺអ្នកនរចូលនៅលើ text box នេះbox នេះគឺសម្រាប់ text box category ID នេះគឺ categories name ខ្ញុំសេពីពេញឲ្យអ្នកនរពិបាកយល់
គឺ queries ឲ្យនៅពីច្រើនឲ្យ ID យើងអត់ដាក់ទេបាទបន្ទាប់ពីយើងដាក់ហ្នឹងហើយគឺអ្នកនរយើងត្រូវដាក់ឲ្យទឹកបក់ម្ដងប៊ូតុងម្ដងគឺប៊ូតុងនេះគឺសម្គាល់សម្រាប់ add btn add នៅក្នុងនេះគឺមួយដាក់ add ប៊ូតុង add នេះប៊ូតុង back btn add back នេះប៊ូតុង delete btn គឺ delete នេះគឺ delete មកនេះប៊ូតុង clear btn clear សម្រាប់ clear ទឹកបក់មកឲ្យវាស្មើនឹងទីបាទតាមមកគឺនេះយើងបាទចាំមានន័យថា Excel ហើយអត់មាន template បាទនេះអ្វីៗគឺមានអត់មាននឹងបានហើយគឺនេះគឺជា form បែប category មាន design បាទគឺធ្វើតាមនោះគឺអ្នកអត់មានធ្វើតាមដូចនេះមកហើយទៅប្រកបគឺយើងនៅរៀនបន្តទៀតបាទអញ្ចឹងសូមអរគុណ